ហេតុអ្វីបានជារថយន្ត Lamborghini គេធ្វើមកមានតែកៅអីពីរព្រោះគេដឹងថាមនុស្សដែលមានបាននឹងមានឋានៈខ្ពស់វាមិនមានច្រើននោះទេដូច្នេះហើយប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងយូរទៅកាន់តែឯកាទៅសូមកុំបារម្ភកុំមានអារម្មណ៍សោកសៅធ្វើអីនិងសូមអបអរសាទរផងពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះគោលដៅជីវិតហើយនោះការបាត់បង់មិត្តភក្តិវាគឺជារឿងធម្មតានោះទេត្រូវចាំថាមនុស្សធម្មតាគេតែងតែនាំគ្នាដើរជាក្រុមចំណែកមនុស្សដែលអស្ចារ្យគេតែងតែទៅណាមកណាតែឯងនេះហើយជាមូលហេតុដែលរថយន្ត Lamborghini មានកន្លែងអង្គុយតែពីរនោះហើយចំណែកឡានក្រុងវាមានរហូតដល់30កៅអីដែរនោះដូច្នេះហើយការគិតរបស់មនុស្សម្នាក់មិនដូចគ្នាទេមិនបាច់បង្ខំចិត្តខ្លួនឯងឲ្យធ្វើតាមបំណងរបស់អ្នកដទៃនោះទេអ្នកដែលជោគជ័យគេមិនដែលត្អូញត្អែលពីភាពឯកានោះទេប្រសិនបើនៅក្នុងហោប៉ោងរបស់អ្នកមានលុយ$86,400ហើយចែកដន់អីក៏បានធ្វើឲ្យបាត់លុយចំនួន$400តើអ្នកនឹងខឹងហើយក៏យកលុយ$86,000នោះយកទៅបោះចោលដែរឬទេអ្នកប្រកាសជានិយាយថាឯងឈួតហើយមែនទេតើមានអ្នកណាទៅឈួតដូចឯងនោះវាត្រូវហើយគ្មានអ្នកណាទៅធ្វើទំហឺល្ងើបែបនេះនោះទេចុះហេតុអីមនុស្សយើងមួយថ្ងៃមាន$86,400 វិនាទីចុះអ្នកទាំងអស់គ្នាហេតុអីបានជាព្រោះតែ400វិនាទីដែលមិនសប្បាយចិត្តនោះសុខចិត្តបោះបង់ចោលពេលវេលារហូតដល់$86,000វិនាទីនោះអញ្ចឹងលុយបាត់បង់ហើយអាចប្រឹងប្រែងធ្វើការរកមកវិញបានតែបើអារម្មណ៍មិនល្អត្រូវបានបាត់បង់មានន័យថាថ្ងៃនេះយើងពិតជាខាតច្រើនណាស់អញ្ចឹងបានថាពិបាកចិត្តក៏មួយថ្ងៃសប្បាយចិត្តក៏មួយថ្ងៃតើអ្នកនឹងជ្រើសរើសយកមួយណា